nhưng chưa tham giaអ្នកស្គាល់ខ្ញុំមកចំនួនដែលរងថ្ងៃគាត់ដឹងថាខ្ញុំធ្វើការអីចឹងចង់មកប្រាប់ដល់អ្នកគ្នាថារងថ្ងៃខ្ញុំជា digital marketer នៅក្នុងវិស័យហ្នឹងមើលទៅសប្បាយប៉ុន្តែតាមពិតទៅគឺខ្ញុំដកដៃអត់រួចទេគឺថា slot ជាមួយនឹង deadline ជារៀងរាល់ថ្ងៃហើយពេលខ្លះសៅរ៍អាទិត្យក៏អត់បានតំណែងដែរអ្នកទាំងគ្នាជួនកាលមាន project អីមួយដែលយើងត្រូវ finish នៅក្នុងថ្ងៃសៅរ៍អាទិត្យហ្នឹងឬក៏យើងទៅមើលគេថត run event ឬក៏អីផ្សេងៗទៀតដូចថ្ងៃនេះអញ្ចឹងតាមពិតទៅ holiday ប៉ុន្តែទូរស័ព្ទហើយនឹង laptop ហ្នឹងគឺនៅចិត្តខ្ញុំរហូតសំណាងដែរ slot តែជាមួយ deadline មួយមុខតែអត់ slot មួយរឿងថ្មទូរស័ព្ទដោយសារតែខ្ញុំមាន Redmi A7 Pro មានមួយគ្រឿងនេះគឺ save my life ក្នុងវិស័យធ្វើការហ្មងដោយសារតែ Redmi A7 Pro មានទំហំថ្មធំរហូតដល់ 6000 mAh បើគ្រាន់តែធ្វើការ call ចេញ call ចូលគឺប្រើបានរហូតដល់2ថ្ងៃកន្លះអ្នកទាំងអស់គ្នាអាចមើលវីដេអូរហូតបាន35ម៉ោងបើស្ដាប់តន្ត្រីវិញគឺបាន77ម៉ោងទៅលើផ្ទៃអេក្រង់គឺគេមានទំហំរហូតដល់ 6.9 អ៊ីងនិងមាន refresh rate 120Hz ហើយកម្រិតពន្លឺគឺ800 nit សម្រាប់ Redmi A7 Pro គឺដំណើរការដោយ Xiaomi HyperOS ទៅលើតម្លៃវិញគឺថាសមរម្យខ្លាំងមែនតើត្រឹមតែ$119សម្រាប់ 4GB បូក 4GB និង 128GB អ្នកទាំងអស់គ្នាទទួលបានទូរស័ព្ទដៃរូបរាងប្រណិតតម្លៃល្អទូរស័ព្ទកម្លាំងខ្លាំងអេក្រង់ធំគឺថា best budget smartphone ក្នុងឆ្នាំ2026នេះហ្មងហើយឥឡូវហ្នឹងបើសិនជាអ្នកទាំងអស់គ្នាធ្វើការទិញ Redmi A7 Pro តម្លៃ$119គឺមានការថែមជូនកាស Bluetooth ភ្លាមៗហ្មងរកណាបានលោកអើយចំនួនមានកំណត់ណាមកមុនបានមុនសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាក់ទងទៅកាន់គេហទំព័រ Xiaomi Cambodia បានលឿនៗណាស់អ្នកទាំងអស់គ្នាមុនចូលឆ្នាំ Bye bye guys see you next video